បាទសួស្តីបងប្អូនអ្នកគ្នាពូជស្មៅដែលយើងអាចដាំនៅក្នុងទឹកបាននោះគឺមានច្រើនប្រភេទបងប្អូនណាប៉ុន្តែមានបងប្រុសម្នាក់គាត់សួរខ្ញុំថាតើពូជស្មៅមួយណាដែលយើងអាចដាំនៅក្នុងទឹកដែលចម្រៅបានហើយយើងអាចប្រមូលយកគ្រាប់ពូជសម្រាប់ដាំបន្តបានអញ្ចឹងខ្ញុំសូមណែនាំពូជស្មៅនៅខាងក្នុងវីដេអូនេះគឺជាប្រភេទពូជស្មៅអាត្រាតាមបងប្អូនណាអាត្រាតាមគឺបងប្អូនអ្នកគ្នាអាចដាំនៅក្នុងទឹកបានមានន័យថាយើងអាចដាំនៅក្នុងទឹកធន់ជាមួយនឹងទឹកដោយសំណាបរបស់យើងអញ្ចឹងមករដូវប្រាំងឬក៏រដូវវស្សាគឺវាអត់ចេញមកទេបងប្អូនមិនថារដូវប្រាំងរដូវវស្សាគឺរស់បានជារៀងរហូតអាយុកាលរបស់វាចាប់ពី5ឆ្នាំរហូតដល់10ឆ្នាំហើយមិនថែមតែប៉ុណ្ណោះទេគឺបងប្អូនទាំងគ្នាអាចធ្វើការប្រមូលផលតាមរយៈគ្រាប់ឬក៏ដើមបានបន្តទៀតបងប្អូនណាដោយនៅក្នុងវីដេអូជាក់ស្ដែងគឺបងប្អូនទាំងគ្នាឃើញអំពីរបៀបនៃការចងដើម្បីប្រមូលយកគ្រាប់បងប្អូនឬក៏បងប្អូនទាំងគ្នាអាចបំបែកតាមរយៈកូនដែលមានក្តៀងនគល់តែម្ដងក៏បានដែរនេះគឺជាបទពិសោធន៍របស់ខ្ញុំបាទអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលត្រូវការនៅប្រភេទពូជស្មៅបែបនេះគឺបងប្អូនទាំងគ្នាអាចធ្វើការទំនាក់ទំនងមកខ្ញុំបាទបានតាមរយៈលេខទូរស័ព្ទពីខ្សែនៅខាងក្រោមវីដេអូគឺ090 858325និង099 358585និង35ខ្ញុំបាទមានសេវាសម្រាប់ផ្សាយចេញគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាសូមអរគុណ